Ok ជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំដែលគឺជាលើកដំបូងនៅក្នុងការ voice over របស់ខ្ញុំផងដែរអញ្ចឹងបើសិនមកមានកំហុសខុសឆ្គងអីសូមអ្នកទាំងអស់គ្នាខន្តីអភ័យទោសផងដែរអញ្ចឹងនេះគឺជា Channel របស់យើងដែលមានឈ្មោះថាចែករំលែកអត្ថន័យឬក៏ភាសាអង់គ្លេសឬក៏ឈ្មោះ profile របស់យើងដែលដាក់ថា sharing meaning បាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងធ្វើការទៅកាន់មេរៀនយើងទាំងអស់គ្នាអូខេអញ្ចឹងផងដែរថ្ងៃនេះគឺយើងរៀនអំពី topic my girlfriend អញ្ចឹងយើងធ្វើការអានចំណងជើងទាំងអស់គ្នាអញ្ចឹងមេរៀននេះគឺយើងសរសេរអំពី describe of a person you like the most write about 150 word អូខេអញ្ចឹងថ្ងៃនេះគឺយើងធ្វើការសរសេរជា description អំពីមនុស្សម្នាក់ដែលយើងចូលចិត្តខ្លាំងអញ្ចឹង topic របស់យើងនេះគឺនិយាយពី my girlfriend អូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ topic នេះទាំងអស់យើងចាប់ផ្ដើមទាំងអស់គ្នា My girlfriend is the person I like the most. She is kind, beautiful, and very caring. Her name is Lina, and she always makes me happy when I feel sad or tired. She has a lovely smile and a friendly personality. So many people enjoy being around her. When spend a lot of time together, such as going for walk, watching movie, and talking about our future dream. What I like most about her is her understanding and support. She always listens to me and gives me good advice when I have problems. She is also hardworking and responsible in her studies and daily life. Because of her, I have become more confident and motivated. I feel lucky to have her in my life. She is not only my girlfriend, but also my best friend. I hope we will always stay together and continue making happy memories in the future. អូខេអញ្ចឹងពាក្យអង់គ្លេសយើងគឺអានថាប៉ុណ្ណឹងអញ្ចឹងឥឡូវយើងចូលមកកាន់ការបញ្យល់ខ្លះក៏ដូចជារបៀបបកប្រែមួយចំនួននៅ sentence ដែលចំពោះដែលយើងអត់ទាន់យល់ពាក្យខ្លះអញ្ចឹងគឺពាក្យទី1មានឈ្មោះថា My girlfriend is the person you like the most. My girlfriend មានន័យថាមិត្តស្រីរបស់ខ្ញុំ is the person I like the most គឺជាមនុស្សស្រីគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតអញ្ចឹងចំពោះ sentence ទី1បកប្រែទាំងអស់យើងអាចនិយាយបានថា My girlfriend is the person I like the most តែសារទៅខ្មែរមិត្តស្រីរបស់ខ្ញុំគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតអញ្ចឹង vocab នៅក្នុង sentence ហ្នឹងមានដូចជា girlfriend មិត្តស្រីពាក្យនៅពីមុខគឺគួរតែដាក់អក្សរធំខ្ញុំសូមកែបន្តិចសិនបាទអូខេអញ្ចឹងពាក្យទី1 girlfriend មិត្តស្រីទី2 person គឺមនុស្សសំដៅទៅលើមនុស្សម្នាក់ person មនុស្ស like the most មានន័យថាស្រឡាញ់ឬក៏មួយទៀតអាចនិយាយបានថាចូលចិត្តបំផុត like the most អញ្ចឹង sentence this mean the writer love his girlfriend more than anyone else
មានន័យថាប្រយោគនេះអ្នកសរសេរស្រឡាញ់មិត្តស្រីរបស់គាត់ខ្លាំងជាងគេចឹងអ្នកហ្នឹងអាចនិយាយបានថាស្មោះស្នេហ៍ចឹងណានិយាយលេ she តោះចូលទៅដល់ sentence ទី2 she is kind beautiful and very caring នាងមានចិត្តល្អស្អាតហើយនឹងយកចិត្តទុកដាក់ខ្លាំងចំពោះ vocab របស់ sentence នេះវិញមានដូចជា kind ចិត្តល្អ beautiful ស្អាត caring យកចិត្តទុកដាក់បាទអញ្ចឹង this sentence describe her personality and appearance ប្រយោគនេះកំពុងតែពិពណ៌នាអំពីអត្តចរិតនិងរូបរាងរបស់នារីម្នាក់នឹងដែលបរិសម្នាក់ដែលយើងស្រឡាញ់នឹងឯងអញ្ចឹងចូលទៅដល់ sentence ទី3គេសរសេរថា she always make me happy when I feel sad or tired បើប្រែថានាងតែងតែធ្វើឲ្យខ្ញុំសប្បាយចិត្តពេលដែលខ្ញុំមានអារម្មណ៍សោកសៅឬក៏ហត់នឿយអូខេអញ្ចឹងគឺមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេទី1គឺយើងអានអំពី topic របស់យើងពី my girlfriend ក៏ដូចជា vocab មួយចំនួនដូចជា sentence និងជា vocab របស់ពាក្យនីមួយៗដែលយើងមានជាការបកស្រាយនៅប្រយោគ sentence មួយចំនួនក៏ដូចជា vocab សម្រាប់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូនេះកុំភ្លេចហើយក៏សូមអធិស្ឋានផងដែរចំពោះកំហុសខុសឆ្គងដូចជាសោតក្នុងការបញ្ចេញក៏ដូចជារបៀបក្នុងការអានផងដែរព្រោះនេះគឺជាវីដេអូដំបូងសម្រាប់ខ្ញុំដែលខ្ញុំធ្វើការ record វីដេអូក្នុងការផុសនៅ channel ដែលនិយាយជា voice over ក្នុង channel របស់យើងផងដែរអញ្ចឹងអរគុណអ្នកនរគ្នាបានមើលមកដល់ចំណុចនេះអញ្ចឹងសូមកុំភ្លេចជួយ subscribe ផងដើម្បីឲ្យយើងមានដើម្បីឲ្យខ្ញុំមានបន្តសម្រាប់អ្នកនរគ្នាទៀតអរគុណច្រើនអ្នកនរគ្នា